អស់គ្នានេះជាប្រភេទថ្នាំឈើថ្នាំសម្រាប់លាបឈើហើយក្នុងនេះយើងមានថ្នាំទំនាប់ NC ជាថ្នាំទំនាប់ទឹកទី1ហើយបន្តមកទៀតគឺថ្នាំ BU ជាថ្នាំទំនាប់ទឹកទី2ហើយក្នុងនេះមានប្រភេទថ្នាំសម្រាប់ដែរគឺយើងហៅថា SP ហៅថាប្រភេទភ្លឺរលោងតែភ្លឺរលោងកម្រិត 50 នៅថ្នាំមួយមុខទៀតគឺខ្ញុំបានថតបង្ហាញប្រាប់អ្នកនរគ្នាទេថ្នាំនោះគេហៅថា KR ជាប្រភេទថ្នាំភ្លឺកម្រិតជាង SP វាអាចភ្លឺបានរហូតដល់ 70% ប្រភេទថ្នាំភ្លឺរលោងនេះខុសពីអំពីប្រភេទថ្នាំស្រអាប់គេហៅថាថ្នាំបែបធម្មជាតិនោះហើយថ្នាំបែបធម្មជាតិហ្នឹងក៏វាមានតាមកម្រិតរបស់វាដែរវាមាន 50% 70% និងស្ងួត 100% ប៉ុន្តែអាស្ងួត 100% ហ្នឹងជាទូទៅគេកម្រប្រើវាណាស់ដោយសារតែវាមានសភាពស្ងួតពេកប្រើរបស់វាគេប្រើប្រភេទទៅក្បាច់ក៏ចម្លាក់ដែលគេអត់ទាមការលឺតែគេទាមទារការស្ងួតតែស្ងួតបែបជាលើកប្រើប្រភេទថ្នាំ 100% ឯងចង់បញ្ជាក់ហ្នឹងសម្រាប់ទៅខាងទូដែរអរបងពួកខ្ញុំរៀនបានតែប្រាប់អ្នកមកហ្នឹងយកទៅប្រើប្រាស់ឯងអាចតំណតំណងមកខ្ញុំបានតាមរយៈ Telegram 095 095 33 97 33ខ្ញុំមានតែមក1000ហ្នឹងទេអ្នកនរគ្នាអាចតាក់ទងមកបានខ្ញុំមានគ្រឿងថ្នាំនិងព្រីរូបមន្តហើយអ្នកដែលមានចម្ងល់អីអាចសួរខ្ញុំបានគ្រប់ពេលអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ